អាចកំបាំងភ្នូខ្មោចសម័យលោហៈនៅតំបន់ដីក្រហមនៅក្នុងចំការកស៊ូក្រែកត្រូវបានលាតត្រដាងក្រោយរកឃើញវត្ថុមានតម្លៃមួយចំនួនប្រទះឃើញភ្នូខ្មោចដ៏ចំណាស់មួយដែលបានបន្សល់ទុកនៅគ្រោងឆ្អឹងនិងគ្រឿងអលង្ការមួយចំនួនរួមទាំងវត្ថុផ្សេងៗដែលត្រូវបានស្រាវជ្រាវរកឃើញថ្ងៃនេះខ្ញុំសូមបង្ហាញអំពីស្ថានីយ៍បុរីប្រវត្តិសាស្ត្រដែលហៅថាបន្ទាយគូនៅតំបន់ក្រែកនិងមេមត់ឥឡូវនេះខ្ញុំសូមបង្ហាញអំពីភ្នូខ្មោចនៅសម័យប្រហាក់ប្រហែលគ្នានេះដែលគេប្រទះឃើញដោយចៃដន្យនៅឆ្នាំ2000នៅក្នុងអំឡុងពេលដែលគេជីកយកដីគ្រោះក្រហមនៅក្នុងចំការកស៊ូក្រែកសប្តាហ៍ថ្ងៃភូមិសាស្ត្រនេះគេឲ្យឈ្មោះថាភូមិ 10.8 ឃុំវាលមលូស្រុកពញាក្រែកនៅខេត្តកំពង់ចាមស្ថានីយ៍បុរាណនេះត្រូវបានខូចខាតខ្លាំងដោយសារការជីកយកគ្រោះក្រហមតែទោះជាយ៉ាងណាក្តីក៏នៅតែមាននៅសល់ផ្នែកខ្លះដែលបុរាណវិទូអាចសិក្សានៅឡើយដែរពីឆ្នាំ2002ដល់ឆ្នាំ2006យើងបានកំណាយតាមក្បួនខ្នាតនៃវិទ្យាហើយក៏បានប្រទះឃើញសំណល់បែបនេះជាច្រើនដែលជាវត្ថុផ្សេងៗគ្នាលុះសិក្សាពិនិត្យជ្រៅទៅបានយល់ថាជាភ្នូខ្មោចសំណល់អំពីសពតែម្ដងដែលបាននៅសេសសល់បំណែកឆ្អឹងទូចៗតែប៉ុណ្ណោះដោយសារដីក្រហមនេះនៅតំបន់នេះគឺមានជាតិអាស៊ីតច្រើនដូច្នេះហើយតែងតែកាត់រំលាយឆ្អឹងទាំងនេះស្ទើរតែសង្ស្រង់គេឃើញមានភាជដាក់នៅចិត្តនឹងសាកសពនេះដែរប៉ុន្តែគ្រឿងអលង្ការនៃសពឃើញថាមាននៅសេសសល់ដូចជាអង្កាំនិងក្រវិលដែលធ្វើពីកែវត្បូងថ្មកងដៃដែលធ្វើពីលោហៈដូចជាស្ពាន់ជាដើមអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះអ្វីត្បិតតែក្រោយមកនៅតែនិយមប្រើរហូតដោយដែលយើងបានឃើញនៅចម្លាក់ថ្មខ្លះៗនៅតាមប្រាសាទរីឯឧបករណ៍ផ្សេងទៀតដែលធ្វើពីលោហៈក៏មានដែរដូចជាកាំបិតដាវនិងផ្លែចបដែលក្រៅពីនោះវត្ថុដែលប្រទះឃើញគឺប្រហែលជាពុំអាចតាក់ទងនឹងភ្នូនោះទេដូចជាផ្លែពូថៅឬធ្វើពីថ្មជាដើមលុះយកបំណែកក៏លាយភាជទៅទីនោះមកធ្វើវិភាគតាមសារធាតុធ្យូងដែលហៅថា C14 ឃើញថាភ្នូនេះគឺស្ថិតនៅចន្លោះសតវត្សទី4និងទី1មុនគ្រិស្តសករាជឧបករណ៍និងអលង្ការដែលបានពោលពីខាងលើគឺបានបង្ហាញថាអ្នកស្រុកដដែលនេះគឺមានទេពកោសល្យខ្ពស់នៅក្នុងការផលិតព្រមទាំងមានទឹកដៃនៅក្នុងសិល្បៈទៀតផងនេះជាលទ្ធផលដំបូងនៃការស្រាវជ្រាវតែប៉ុណ្ណោះតទៅអនាគតយើងសង្ឃឹមឃើញថានឹងមានទិន្នន័យនៃស្ថានីយ៍ដទៃទៀតប្រសិនបើកិច្ចអភិវឌ្ឍផ្សេងៗដែលធ្វើឡើងដោយជៀសវាងពុំធ្វើឲ្យប៉ះពាល់ដល់បុរាណដ្ឋានជាតិអត្ថបទនេះដោយហេងសុផាទីគេហទំព័រយសោធៈគេហទំព័រនេះប្រមូលផ្ដុំដោយអត្ថបទស្រាវជ្រាវសំខាន់ៗរបស់ខ្មែរយើងរួមទាំងអត្ថបទស្រាវជ្រាវផ្សេងៗទៀតរបស់លោកបណ្ឌិតអាំងជូលៀននរៈវិទូខ្មែរដ៏ល្បីឈ្មោះមួយរូប